ថតទៅថតមក Hello ថ្ងៃនេះចាយលុយអស់ប្រហែលជា 80000 រៀលដើម្បីទៅទិញត្រីរស់និងត្រីដែរយកមកពុះធ្វើជាងារទុកផ្ញើបងប្អូននាងខ្ញុំធ្វើការនៅភ្នំពេញដោយសារតែប្រហែលថ្ងៃទៀតហ្នឹងគឺមានបងប្អូននាងខ្ញុំគាត់មកលេងនៅផ្ទះហ្នឹងគេមកលេងឆ្លងឆ្នាំសកលហើយឲ្យតែបងប្អូននាងខ្ញុំមកលេងផ្ទះគឺដឹងតែម៉ាក់នាងខ្ញុំគាត់ត្រៀមមកជាប្រហុកម៉ាំផ្អកត្រីងៀតត្រីឆ្អើអញ្ចឹងទៅផ្ញើពូគាត់ត្រឡប់ទៅវិញហើយរាល់ដងត្រីងៀតដែលយើងធ្វើផ្ញើពូគាត់ញ៉ាំហ្នឹងគឺបងប្រុសនាងខ្ញុំក៏រកត្រីបានអញ្ចឹងទៅយើងយកមកធ្វើជាងៀតណាដោយប្រហែលថ្ងៃមុនណាបងប្រុសនាងខ្ញុំក៏រកបានមានត្រីដែងមានត្រីពោមានត្រីរស់អញ្ចឹងទៅយើងធ្វើជាងៀតបានឡើងមកកភ្លុះប៉ុន្តែចែកតែខាងបងប្អូនអ្នកនៅសៀមរាបអស់ដល់ទៅពេលបងប្អូននាងខ្ញុំគេមកពីពេញមកលេងផ្ទះនេះអត់មានអីផ្ញើទៅឲ្យពួកគាត់វិញដំបូងឡើយគេថាអត់បានមកលេងទេដោយសារតែច្បាប់ការងារនឹងបានតិចថ្ងៃពេកដល់ពេលចោះឡើងគេចង់មកលេងក្មួយគេថាទោះបីជាតិចថ្ងៃមួយថ្ងៃពីរថ្ងៃក៏គេមកដែរដល់ទៅពេលគាត់ត្រូវមកភ្លាមអញ្ចឹងយើងអត់មានតែងៀតអីផ្ញើទៅឲ្យគាត់វិញព្រោះឯចែកអ្នកសៀមរាបអស់ហើយប្រហែលថ្ងៃហ្នឹងបងប្រុសនាងខ្ញុំគាត់អត់បានចេញទៅរីម៉ងរកត្រីទៀតដែរអញ្ចឹងទៅក៏យើងមករកចែកត្រីគេយកទៅធ្វើងៀតនឹងឯងហើយមកទិញត្រីនេះគឺយើងមិនមែនមកទិញពីអ្នកនេសាទផ្ទាល់ទេគឺយើងមកសុំចែកពីអ្នកទទួលទិញត្រីដូចថាបងប្អូនដែលគាត់នេសាទត្រីបានអីចឹងទៅគឺយកមកលក់នៅកន្លែងគាត់នឹងឯងហើយអ្នកដែលទទួលទិញត្រីពីបងប្អូននេសាទហ្នឹងគឺមិនមែនមានតែកន្លែងគាត់មួយនឹងទេគឺមានច្រើនគាត់ថាអ្នកដែលគាត់នេសាទត្រីបានគាត់ពេញចិត្តលក់ឲ្យកន្លែងណាគាត់លក់ឲ្យកន្លែងហ្នឹងទៅឬក៏មួយទៀតហ្នឹងគឺជាម៉ួយពាក្យថាម៉ួយត្រង់កន្លែងនេះឧទាហរណ៍ថាដល់រដូវកាលរីម៉ងហើយយើងអត់មានម៉ងរាយយើងមកសុំឲ្យគាត់ជួយអញ្ចឹងនៅពេលដែលគាត់ជួយជាម៉ងឲ្យយើងទៅរាយហើយដល់ពេលបានត្រីគឺយើងដឹងទៅយកមកលក់ឲ្យគាត់ហើយបន្ទាប់មកក៏កាច់កិនទៅតាមហ្នឹងទៅពាក្យថាម៉ួយថងកន្លែងហ្នឹងគឺយើងមិនអាចលក់ឲ្យអ្នកផ្សេងបានទេគឺដឹងទៅលក់ឲ្យអ្នកដែលគេជួយយើងនឹងឯងតែបើថាយើងអត់មានម៉ួយទេគឺយើងចង់លក់ឲ្យអ្នកណាក៏បានដែរហើយនាងខ្ញុំមកសុំចែកត្រីគាត់យកទៅនេះគឺពេលព្រឹកគាត់ថាតតរៀងថ្ងៃខ្ទង់ម៉ោង12:10អីនោះបានសបោត្រីដល់ទៅពេលយើងមកទិញពេលព្រឹកពេកទៅអត់សូវមានត្រីប្រហែលទេពួកគេអត់តន់យកមកលក់សំណាងឯងដែលនៅក្នុងធុងក្លាសេរបស់គាត់នឹងនៅសល់ត្រីប្រហែលថងហើយយើងទិញទៅហ្នឹងគឺត្រីដែង7គីឡូត្រីរស់10គីឡូត្រីដែងហ្នឹងគឺគាត់លក់ឲ្យយើង1គីឡូ4000ហើយត្រីរស់ហ្នឹង1គីឡូ5000ហើយគាត់ទិញត្រីក្លាសេបែបហ្នឹងគឺគាត់អត់ក្លាសេទុកយូរទេទិញមួយថ្ងៃយកទៅលក់មួយថ្ងៃដូចថាមួយថ្ងៃពេញហ្នឹងគេយកមកលក់អស់ហើយអញ្ចឹងទៅគាត់ដឹកយកទៅលក់នៅខាងចុងទឹកសៀមរាបណោះភាគច្រើនបើសិនជាបងប្រុសនាងខ្ញុំគាត់អត់បានចេញទៅរកត្រីយកមានត្រីធ្វើម្ហូបគឺដឹងតែបើកណូទៅរកចែកត្រីនៅកន្លែងគាត់នឹងឯងបើទៅពេលថ្ងៃទៅមានត្រីច្រើនប្រភេទត្រីស្រស់តែនេះយើងទៅពេលព្រឹកពេកមានណាមានតែត្រីដែងហើយនឹងត្រីរស់នឹងឯងតែมันជាបញ្ហាទេយើងពុះធ្វើងៀតបានត្រីដែងនិងត្រីរស់ហ្នឹងគឺឆ្ងាញ់លេខ1ហីតែភាគច្រើននាងខ្ញុំចូលចិត្តញ៉ាំងៀតដែងជាងងៀតរស់ដោយសារងៀតដែងវាមានជាតិខ្លាញ់តិចវាឆ្ងាញ់តែបើសួរថាមួយណាទុកបានយូរជាងងៀតរស់ទុកបានយូរជាងងៀតដែងពួកអីងៀតរស់វាអត់មានជាតិខ្លាញ់ដូចងៀតដែងទេអញ្ចឹងតែត្រីណាដែលមានជាតិខ្លាញ់ច្រើនគឺទុកយូរអត់កើតទេវាឆាប់ខាពិសេសត្រីដែលយើងប្រឡាក់ស្ករពីចេងអីហ្នឹងគឺទុកមិនបានយូរប្រហែលទេបើសិនជាយើងប្រឡាក់តែអំបិលហើយដាក់រៀងក្រាស់បន្តិចរៀងប្រៃបន្តិចអាហ្នឹងមិនទុកបានយូរហើយពូត្រីថ្ងៃហ្នឹងគឺម៉ាក់នាងខ្ញុំនឹងពូចុងភៅជាអ្នកធ្វើប៉ុន្តែឲ្យពូចុងភៅនឹងធ្វើមុនបដាទៅម៉ាក់នាងខ្ញុំគាត់មកប្រសាជំនួយការសុខភាពបន្តិចសិនហើយជំនួយការសុខភាពម៉ាក់នាងខ្ញុំគាត់ប្រសារាល់ថ្ងៃហ្នឹងគឺខូស៊ីនេរីបៃអនផលិតផលខូស៊ីនេះគឺម៉ាក់នាងខ្ញុំគាត់ប្រសាយូរហើយជួយដល់សុខភាពគាត់បានច្រើនមែនទែនខូស៊ីនេរីបៃអនគឺមានពីរពណ៌មានពណ៌ខៀវនិងពណ៌កាឈូកហើយម៉ាក់នាងខ្ញុំគាត់ប្រសាប្រចាំថ្ងៃហ្នឹងគឺពណ៌ខៀវគឺមានរសជាតិផ្លែ blueberry វាជួយកាត់បន្ថយ stress ជំនួយដល់ដំណេកជួយបំបាត់បញ្ហាស្ពោតឆ្អឹងឈឺសន្លាក់ដៃជើងជួយឈាមរត់បានស្រួលប្រឆាំងនឹងការវិវត្តទៅរកភាពចាស់ហើយវាជួយបញ្ហារោគស្ត្រីដូចជាជួយបំបត្តិបញ្ហាធ្លាក់សធុំក្លិនកាត់បន្ថយការឈឺចាប់ពេលមករដូវមកទៀងទាត់ហើយនឹងបំបត្តិជាំឈាមពណ៌ខៀវផ្ដោតសំខាន់ទៅលើសុខភាពស្ត្រីចំណែកឯពណ៌កាឈូកគឺមានរសជាតិផ្លែកូឡេនផ្ដោតសំខាន់ទៅលើសម្រស់ដូចជាជួយដល់ឆ្អឹងស្បែកក្រចកនិងសក់នឹងឲ្យមានសុខភាពល្អជំនួយដល់ស្បែកសភ្លឺថ្លាជួយដើមទ្រូងនិងតឹងណែនកាត់បន្ថយ stress ជំនួយដល់ដំណេកហើយកាត់បន្ថយស្នាមជ្រីវជ្រួញលើស្បែកដងខ្លួននិងផ្ទៃមុខប្រឆាំងនឹងការវិវត្តទៅរកភាពចាស់ហើយអាចញ៉ាំបានក្មេងអាយុចាប់ពី13ឆ្នាំឡើងទៅនិយាយពីរឿងត្រីងៀតឬក៏ប្រហុកម៉ាំផ្អកដែលម៉ាក់នាងខ្ញុំក៏ធ្វើរាល់ដងមិនតិចទេណារៀងច្រើនដែរប៉ុន្តែនៅតែចែកញៀតនឹងមិនចង់គ្រប់ភាគច្រើនគឺធ្វើចែកតែញៀតទេមិនសូវជាបានទុកញ៉ាំខ្លួនឯងហ្មងទេព្រោះយើងនឹកឃើញថាយើងអាចរកបានរាល់ថ្ងៃដល់ទៅពេលពួកគាត់អ្នកនៅគោកនោះរៀងពិបាកពេលខ្លះមានលុយទិញហើយគឺពិបាកនៅក្នុងការរកទិញត្រីធម្មជាតិញ៉ាំទៀតអញ្ចឹងហើយនៅពេលដែលគាត់ឃើញត្រីធម្មជាតិអីត្រីទន្លេស្រស់បែបនេះហើយបានធ្វើជាងៀតធ្វើជាប្រហុកម៉ាំផ្អកអីចឹងទៅគឺថាម្នាក់គឺគាត់ចង់ញ៉ាំណាស់
ហើយនេះបន្ទាប់ពីយើងសកាកាត់ក្បាលហើយគឺយើងយកទៅកញ្ជ្រោកលាងទឹកឲ្យស្អាតបានយើងយកមកពុះហើយពេលដែលកំពុងតែកញ្ជ្រោកត្រីលាងទឹកហ្នឹងស្រាប់តែមានភ្ញៀវពីរទូគាត់អុំកាត់តាមមុខផ្ទះឲ្យពេលគាត់ឃើញយើងធ្វើអញ្ចឹងគាត់ក៏ទាញកាមេរ៉ាថតហើយត្រូវនឹងនាងខ្ញុំនឹងកំពុងតែប្រចាំងកាមេរ៉ាទៅវិញដែរទៅក៏ជុលគ្នាអ្នកខាងនោះថតអ្នកខាងនេះអ្នកខាងនេះថតអ្នកខាងនោះអញ្ចឹងទៅក៏សើចដាក់គ្នានិយាយពីរឿងត្រីពុះនេះបើសិនជាយើងពុះហើយបានយើងយកមកលាងទឹកត្រីរបស់យើងហ្នឹងគឺរាងស្លេកស្លាំងតែបើសិនជាយើងសកាកាត់ក្បាលស្អាតហើយយើងយកទៅលាងទឹកឲ្យស្អាតតាប់មកបានយើងពុះសាច់ត្រីរបស់យើងហ្នឹងគឺវាឡើងក្រហមល្អដោយសារតែវាមានជាតិឈាមតិចៗហើយការពុះត្រីគឺមានច្រើនរបៀបមិនថាត្រីដែងឬក៏ត្រីរ៉ស់ទេនិយាយទៅគឺតាមចំណង់ចំណូលចិត្តយើងអ្នកធ្វើយើងអ្នកញ៉ាំចង់ពុះបែបមិនក៏បានដែរតែសំខាន់ហ្នឹងតើតែយើងនឹងអ្នកចេះពុះត្រីដែរបើមិនយើងអត់ចេះពុះត្រីទេចង់ពុះមិនក៏អត់ចេញដែរ បន្ទាប់ពីពុះហើយគឺយើងអត់មានត្រូវការយកទៅលាងទឹកអីទៀតទេគឺយើងយកមកប្រឡាក់អំបិលស្ករប៊ីចេងហ្មងហើយអំបិលស្ករប៊ីចេងហ្នឹងគឺយើងថ្លឹងណាដោយសារតែត្រីរបស់យើងគឺរាងច្រើនដែរអញ្ចឹងគឺយើងអត់ប្រឡាក់ស្មានទេឃើញនោះថារសជាតិចេញមកផ្អែមពេកឬក៏ប្រៃពេកអីអញ្ចឹងទៅអញ្ចឹងគឺយើងថ្លឹងអញ្ចឹងទៅរសជាតិវាស្មើហើយបើសិនជាយើងចង់ឲ្យត្រីងៀតរបស់យើងមានក្លិនឈ្ងុយយើងអាចប្រឡាក់ដាក់លាយជាមួយនឹងដេងឬក៏ខ្ញីយើងយកទៅបុកឬក៏កិនឲ្យម៉ត់អញ្ចឹងទៅយើងដាក់ចូលប្រឡាក់ជាមួយឬក៏យើងចង់បានរសជាតិរៀងហឹរយើងប្រឡាក់ជាមួយនឹងម្ទេសហុយក៏បានដែរច្បល់វាឲ្យសព្វហើយយើងផ្អាប់ទុករហូតដល់រលាយអំបិលស្ករប៊ីចេងយើងទៅច្បល់វាម្ដងទៀតដើម្បីឲ្យវាចូលជាតិបានល្អអញ្ចឹងផ្អាប់ទុកប្រហែលជា2-3ម៉ោងគឺយើងអាចយកទៅហាលថ្ងៃបានហើយពេលដែលប្រឡាក់ថ្មីៗបែបនេះបើសិនជាយើងយកទៅចៀនញ៉ាំជាមួយនឹងបបរសញ៉ាំជាមួយនឹងបាយក្តៅៗឬក៏ញ៉ាំជាមួយនឹងអំពិលខ្ចីបុកក៏ឆ្ងាញ់ដែរវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការចំណាយពេលទស្សនាវីដេអូមួយនេះហើយចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ